បាទសូមជម្រាបសួរដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជួបខ្ញុំសារជាថ្មីនៅអេពីសូតទី2ដែលនិយាយអំពីរឿងដែលបានកើតឡើងជាមួយនឹងបុរសម្នាក់ដែលគាត់នៅតាមបណ្ដាខេត្តហើយគាត់បានមកធ្វើការនៅភ្នំពេញជារៀងរាល់ចុងសប្ដាហ៍ថ្ងៃសុក្រសៅរ៍អាទិត្យគាត់តែងតែធ្វើដំណើរពីខេត្តមកភ្នំពេញដើម្បីធ្វើការដូចសពមួយដងដោយសារតែផ្ទះរបស់គាត់នៅឯទីរួមខេត្តអញ្ចឹងតម្រូវឲ្យគាត់ព្យួរនៅផ្ទះសំណាក់ដើម្បីស្នាក់នៅដើម្បីបំពេញការងាររបស់គាត់នៅចុងសប្ដាហ៍ទៀតសោតអីជាចៃដន្យផ្ទះសំណាក់ដែលគាត់តែងតែជួលស្នាក់នៅដោយសពមួយដងនោះគឺពេញអស់ដោយគាត់មិនបានកក់គាត់ក៏បានសម្រេចចិត្តទៅជួលផ្ទះសំណាក់មួយទៀតដែលមានទីតាំងនៅជិតនឹងកន្លែងធ្វើការគាត់មួយទៀតដែលគាត់អត់ដែលបានទៅស្នាក់នៅអញ្ចឹងណាប៉ុន្តែពេលដែលគាត់ចូលទៅវាជាធម្មតាទេគេទទួលបដិសណ្ឋារកិច្ចអីដូចកន្លែងផ្សេងនានាទៀតក៏ប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលគាត់ចូលបន្ទប់ផ្ទះសំណាក់របស់គាត់ដែលគាត់បានជួលរយៈពេល3ថ្ងៃនោះគាត់មានអារម្មណ៍ថាប្លែកពីសពមួយដងឬមួយក៏មានអារម្មណ៍មួយប្លែកចេញពីក្នុងចិត្តរបស់គាត់ហើយមានអារម្មណ៍ថាព្រឺសម្បល់ព្រឺរងាប៉ុន្តែគាត់ក៏បានចាប់អារម្មណ៍ដែរគាត់ក៏បានដាក់សម្ភារៈអឺវ៉ាលីកៅអៅរបស់គាត់នឹងទៅហើយគាត់នឹងរៀបចំមួយទឹកដើម្បីទៅធ្វើកិច្ចការងាររបស់គាត់នៅពេលនោះពេលដែលគាត់រៀបចំមួយទឹកស្រាប់តែគាត់មានអារម្មណ៍មួយប្លែកមួយទៀតរឹតតែព្រឺសម្បល់ជាងមុនរហូតដល់ថ្នាក់គាត់មានអារម្មណ៍ថាភ័យខ្លាចទាំងដែលខ្លួនគាត់គឺជាមនុស្សប្រុសគាត់ភ័យខ្លាចខ្លាំងមែនទែនដល់ពេលអញ្ចឹងគាត់ក៏សម្រេចចិត្តមូលទឹកដោយអត់បិទទ្វារបន្ទប់ទឹកទេប៉ុន្តែគាត់នៅតែភ័យខ្លាចខ្លាំងឡើងជាលំដាប់ពេលនោះគាត់ក៏បានប្រាប់ខ្ញុំថាគាត់មុជទឹកប៉ុន្តែអត់បានចាក់ដល់ក្បាលទេគាត់ខ្លាចអញ្ចឹងគាត់ចាក់ត្រឹមកឯងសម្អាតខ្លួនដើម្បីកុំឲ្យធុំក្លិនធុំអីចឹងទៅហើយទ្វារបន្ទប់ទឹកហ្នឹងក៏គាត់អត់បានបិទដែរហើយគាត់ក៏បានស្លៀកពាក់ចេញទៅធ្វើការបាត់លុះយប់ឡើងគាត់មានអារម្មណ៍ថាអត់សំណុកក្នុងចិត្តសោះគាត់ក៏បាននិយាយជាមួយមិត្តភក្តិរបស់គាត់ថាអូអញទៅដេកនៅផ្ទះសំណាក់ថ្មីនោះដូចមានអារម្មណ៍មិនទេគាត់និយាយភាសាអញអើជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់គាត់អញ្ចឹងណាអូមិត្តភក្តិរបស់គាត់ក៏បាននិយាយតបមកវិញថាហើយអាសម័យនេះទៅខ្លាចស្អីគេភ្លើងចាចមិនមែនដូចសម័យពីមុនណាធ្វើអីមកខ្លាចអីណាចេះចោះទៅប៉ុន្តែទាំងអារម្មណ៍របស់គាត់ហ្នឹងគឺមិនសនុកចិត្តទេគាត់ក៏បានសម្រេចចិត្តថាអេផឹកឲ្យស្លាប់ទៅបើស្វឹងទៅដេកលក់បាត់វាមានរឿងអីកើតឡើងទេនេះគឺជាការគិតងាយៗរបស់គាត់អញ្ចឹងគាត់ក៏សម្រេចចិត្តបបួលក្រុមការងារទៅហូបចុកនៅភោជនីយដ្ឋានមួយកន្លែងដែលនៅជិតនឹងកន្លែងធ្វើការនោះដែរដល់ពេលហូបចុកជាមួយគ្នាអស់រយៈពេលជាច្រើនម៉ោងមើលទៅមានអារម្មណ៍រៀងស្វឹងដែរម្នាក់គិតពីគ្រោះថ្នាក់ផ្សេងផងក៏បានលាគ្នាទៅផ្ទះរៀងខ្លួនដល់ចំណុចនេះគាត់ក៏នឹកឃើញដល់បន្ទប់ផ្ទះសំណាក់ដែលគាត់ទៅបញ្ជួលហ្នឹងគាត់មានអារម្មណ៍ថាភ័យខ្លាចទៀតហើយគាត់ក៏បានស្នើសុំមិត្តភក្តិរបស់គាត់ម្នាក់ទៀតថាឯងខលទៅប្រាប់គ្រួសារឯងទៅថាសុំគេងកំដរគ្នាមួយយប់មក
មិត្តភក្តិនោះក៏ឃើញទឹកមុខស្លេកស្លាំងរបស់គាត់ក៏បានសម្រេចចិត្តអូខេហើយទៅគេងមួយគ្នាក៏ប៉ុន្តែគ្រាន់តែថាមិត្តភក្តិនោះត្រូវងើបម៉ោង 4 ភ្លឺដើម្បីមកធ្វើការវិញហើយសម័យម្ចាស់រឿងក៏គាត់និយាយថាអូខេម៉ោង 4 ភ្លឺគ្មានស្អីជាបញ្ហាឬមួយក៏ផលលំអដល់គាត់ទេអញ្ចឹងពីរនាក់គាត់នឹងក៏បានទៅគេងនៅក្នុងផ្ទះសំណាក់នៅបន្ទប់មួយនឹងឯងពេលដែលទៅដល់បន្ទប់ផ្ទះសំណាក់នោះមិត្តភក្តិរបស់គាត់ក៏បានសើចចំអកហើយអញហើយអញប៉ុណ្្នឹងហើយក៏ចេះតែខ្លាចចេះតែអីចឹងណាអញ្ចឹងគាត់ក៏នាំគ្នាចូលគេងតែមានអីកាត់ឡើងទាំងអស់ស្រាប់តែពេលដែលម៉ោង 4 ភ្លឺមិត្តភក្តិរបស់គាត់ដែលជាមិត្តភក្តិរបស់ម្ចាស់រឿងគាត់បានប្រាប់មិត្តភក្តិរបស់គាត់ថាគាត់ត្រូវបំពេញការងារម៉ោង 4 ភ្លឺអញ្ចឹងគាត់សុំទៅមុនហើយម្ចាស់រឿងណាក៏អូខេបើកទ្វារបើកអីហើយគាត់ក៏បានបិទទ្វារវិញហើយក៏ចូលគេងបន្តពួកអីទៅម៉ោង 4 ទេម៉ោង 4 ម៉ោងពេញគេងឆ្ងាញ់អញ្ចឹងណាតែអ្វីដែលនឹកស្មានមិនដល់ក៏វាបានកាត់ឡើងមកលើរូបគាត់ពេលដែលគាត់ប្រាស់ខ្លួនគេងស្រាប់តែមានសំឡេងដូចជាគេនិយាយភាសាអង់គ្លេសអញ្ចឹងណានៅចិត្តត្រចៀកគាត់អញ្ចឹងគាត់ក៏ភ្ញាក់ហើយគាត់គិតថាប្រហែលជាសំឡេងទូរស័ព្ទឬមួយក៏ទូរស័ព្ទរបស់គាត់ដាក់ចម្រៀងតាម YouTube អីចឹងទៅប៉ុន្តែមកងាកមកមើលទូរស័ព្ទនៅឆ្ងាយពីគាត់ស្រាប់តែគាត់ប្រះខ្នងគេងម្សាទៀតពេលគេងម្សាទៀតលក្ខណៈមនុស្សមីមើណាស្រាប់តែឮសូរសំឡេងជាភាសាអង់គ្លេសហ្នឹងនិយាយម្ដងទៀតនៅចិត្តត្រចៀកគាត់នឹងឯងគាត់គិតថាអូប្រហែលជាគាត់ភ្លេចបិទទូរទស្សន៍ហើយគាត់ក៏ស្ទុះងើបឡើងដើម្បីទៅមើលទូរទស្សន៍ស្រាប់តែទូរទស្សន៍ហ្នឹងគឺអត់មានការចាក់ផ្សាយស្អីទេទូរទស្សន៍ហ្នឹងគឺបានបិទគាត់ថាអូប្រហែលជាគាត់គិតច្រើនណាគាត់គេងស្រាប់តែដូចរបៀបចាស់ពីដើមថាខ្មោចសង្កត់ណាគាត់ក៏ត្រូវអ្វីមួយយ៉ាងមកសង្កត់គាត់ពេលដែលសង្កត់នោះនិយាយទៅដោយភាសាអង់គ្លេសហើយគាត់ក៏ជាមនុស្សដែលចេះធម៌ដែរប៉ុន្តែធម៌លក្ខណៈបែបពុទ្ធសាសនាជាភាសាខ្មែរអញ្ចឹងណាដូចរបៀបថាម្នាក់និយាយជាភាសាអង់គ្លេសឯម្នាក់ទៀតនិយាយជាភាសាខ្មែរស្ដាប់គ្នាមិនបានហើយសង្កត់គាត់រហូតដល់គាត់រើបង្រាស់ទៅវិញទៅមកស្រាប់តែគាត់នឹកឃើញថាគាត់ប្រហែលជាត្រូវអស់ជីវិតហើយនៅក្នុងយុគហ្នឹងគាត់ក៏បាននឹកគុណដល់ឪពុកម្ដាយអីចឹងទៅហើយជំនាញផ្ទះដែលថែអាសានៅផ្ទះសំណាក់ហ្នឹងចឹងទៅជួយយកដែលគាត់និយាយណាជួយយកដែលតាដែលជនជាតិបរទេសហ្នឹងយកចេញពីគាត់ចឹងណាស្រាប់តែមួយសន្ទុះក្រោយមកបរិះដែលជាជនជាតិបរទេសហ្នឹងគាត់ក៏បានឃ្លាតឆ្ងាយចេញពីរាងកាយរបស់គាត់ទៅហើយគាត់ក៏ដឹងខ្លួនឡើងមកវិញពេលដែលដឹងខ្លួនឡើងមកវិញស្រាប់តែខ្សែកដែលគាត់ពាក់ជាប់នឹងខ្លួនដែលមានរូបបតងព្រះហើយនឹងឪពុកម្ដាយរបស់គាត់ត្រូវបានដាច់ហើយពេលហ្នឹងគាត់ក៏ប្រមូលស្មារតីមកវិញព្រោះអីគាត់ជាប្រុសអញ្ចឹងទៅគាត់អាចប្រមូលស្មារតីមកវិញអញ្ចឹងណាគាត់ក៏បានមុជទឹកមុជអីហើយក៏រៀបចំសម្ភារៈចាក់ចេញពីបន្ទប់នឹងដោយស្នាក់នៅត្រឹមតែមួយយប់ទេហើយគាត់ក៏ត្រឡប់ទៅរកបន្ទប់ផ្ទះសំណាក់ចាស់ដែលគាត់ធ្លាប់ជួលពីមុនមកវិញពីព្រោះគាត់ជួបហេតុការណ៍ហ្នឹងប៉ុន្តែគាត់រឹងមាំហើយគាត់ក៏ទៅដល់កន្លែងធ្វើការរបស់គាត់ព្រោះគាត់ត្រូវធ្វើការថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យដល់ពេលអញ្ចឹងស្រាប់តែឮសូរមិត្តភ័ក្តិដែលគេនិយាយតគ្នាណាថាអូនៅផ្ទះលេខ
ចេះមួយឈ្មោះនេះបន្ទប់លេខនេះចឹងដល់7ថ្ងៃទៅអើយដល់ពេលគាត់ក៏សួរថា7ថ្ងៃអីគេអូមានបរិសុទ្ធជនជាតិហ្នឹងគាត់កាំងបេះដូងនៅក្នុងបន្ទប់ហ្នឹងអីចឹងទៅហើយដល់ពេលសួរថាអូម្សិលមិញឯងទៅគេងនៅក្នុងដែរគាត់ក៏ហើយកន្ទប់លេខប៉ុន្មានគាត់បែរជាបង្វែរកន្ទប់លេខ105ហ្នឹងទៅជាកន្ទប់លេខ106លេខ107អីទៅដោយលាក់បាំងមិនចង់ឲ្យបែករឿងទាំងដែលគាត់ប្រឈមមុខនឹងរឿងបែបហ្នឹងបាទហើយនេះគឺជារឿងពិតដែលបុរសម្នាក់បានជួបនៅក្នុងអំឡុងប្រហែលជាខ្ទង់ឆ្នាំ2010ហើយអញ្ចឹងបើមានការខុសឆ្គងត្រង់កន្លែងណាក៏សូមខន្តីអភ័យទោសដោយសារតែនេះគឺជារឿងដែលគាត់បានដំណើរមកឲ្យខ្ញុំហើយឲ្យខ្ញុំយកផ្សព្វផ្សាយបន្តដើម្បីចែកជូនប្រិយមិត្តស្ដាប់កម្សាន្តអញ្ចឹងទៅបាទហើយក៏សូមអរគុណសម្រាប់ការតាមដានស្ដាប់ហើយនឹងជួបគ្នានៅសាច់រឿងបន្តបន្ទាប់ទៀតនៅវគ្គក្រោយអេពីសូតក្រោយៗតទៀតបាទសូមអរគុណ